លោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅថ្ងៃនេះសមាគមអង្គការកម្ពុជាដែលមានប្រតិភូចំនួន37រូបបានអញ្ជើញមកជួបសម្ដែងសម្ដារសួរសុខទុក្ខនិងនាំយកអំណោយថវិកាគ្រឿងឧបភោគបរិភោគមកជូនដល់កងទ័ពដែលកំពុងឈរជើងនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃទាំងនៅទិសមុំ3និងនៅទិសប្រាសាទព្រះវិហារនៅក្នុងនាមសមាគមអង្គការកម្ពុជាអ្នកអង្គការផែហុងឈួនបានបង្ហាញនៅសេចក្តីរីករាយដែលបានមកជួបសួរសុខទុក្ខនិងនាំយកថវិកាគ្រឿងឧបភោគបរិភោគមកប្រគល់ជូនដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាពិសេសនៅក្នុងតំបន់មុំ3សមាគមអង្គការកម្ពុជាបានឲ្យដឹងបន្ថែមថានៅក្នុងគ្រប់កលៈទេសៈរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តមកដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះតែងតែយកចិត្តទុកដាក់គិតគូរផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពជាពិសេសកងទ័ពឈរជើងការពារព្រំដែននៅតំបន់ជួរមុខប៉ុន្តែទោះជាយ៉ាងណាក៏ដោយសមាជិកានៃសមាគមអង្គការកម្ពុជានៅតែបន្តចូលរួមចំណែកតាមរយៈការឧបត្ថម្ភជាថវិកាគ្រឿងឧបភោគបរិភោគដើម្បីជាការសម្ដែងនៅសេចក្តីស្រឡាញ់រាប់អាននិងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពដែលកំពុងឈរជើងលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីការពារទឹកដីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលសូមជម្រាបជូនលោកលោកស្រីបានជ្រាបផងដែរថាអំណោយជាថវិកាដែលសមាគមអង្គការកម្ពុជាយកមកប្រគល់ជូនកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាពិសេសនៅតំបន់មុំ3និងតំបន់ប្រាសាទព្រះវិហារនេះរួមមានថវិកាជាប្រាក់ដុល្លារ $205,765 សហរដ្ឋអាមេរិកនិងថវិកាជាប្រាក់រៀលចំនួន94លាន1សែនរៀលហើយគ្រឿងឧបភោគបរិភោគនោះរួមមានទឹកបរិសុទ្ធអរ៉ាល់ 1500 កេសមីក្រហម 1000 កេសត្រីខ500 កេសភេសជ្ជៈចំនួន 4000 កេសចេកអំបូង60កេសប្រេងម៉ាស៊ីន4ធុងធំផងដែរបាទអាយុដំនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទនៅថ្ងៃនេះក៏បានជម្រាបជូនដល់ប្រតិភូសមាគមអង្គការកម្ពុជាអំពីសភាពការព្រំដែនកម្ពុជាថៃហើយក្នុងនោះផងដែរកងទ័ពបានត្រៀមជើងព្រួលជាប់ជាប្រចាំដោយរងចាំស្ដាប់បទបញ្ជាពីថ្នាក់ដឹកនាំដើម្បីអនុវត្តនៅប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់និងភាពអង់អាចក្លាហានប៉ុន្តែយ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏ដូចជាសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ម្ដងហើយម្ដងទៀតថារាជរដ្ឋាភិបាលកម្ពុជាមិនចង់បង្កសង្គ្រាមឬឈ្លានពានប្រទេសណាឡើយពោលគឺតែងតែចិញ្ចឹមមហិច្ឆតារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែយ៉ាងណាក៏ដោយក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនកងកម្លាំងជួរមុខទាំងអស់ត្រៀមរួចជាស្រេចហើយដើម្បីអនុវត្តនៅបទបញ្ជាដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនឲ្យខានតែបានទោះបីជាត្រូវប្រឈមមុខដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធយ៉ាងណាក៏ដោយអាយុដំនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់ក៏ដូចជាអាយុដំនាយឧត្តមសេនីយ៍ហ៊ីនមុនហៀងមេវិជាការកងអង្គរៈនៅថ្ងៃនេះក៏បានថ្លែងអំណរគុណជូនចំពោះសមាជិកានៃសមាគមអង្គការកម្ពុជាដែលបានមកសួរសុខទុក្ខនាំយកថវិកានិងអំណោយមកជូនដល់កងទ័ពដោយផ្ទាល់នៅពេលនេះដែលជាការលើកទឹកចិត្តហើយបង្ហាញអំពីសាមគ្គីជាតិដ៏រឹងមាំដែលជាខឿនការពារជាតិដ៏រឹងមាំនៅក្នុងកលៈទេសៈនេះហើយរាជរដ្ឋាភិបាលកម្ពុជាដោយដែលលោកលោកស្រីបានជ្រាបហើយគឺនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្រប់និន្នាការនយោបាយដែលជាកងទ័ពជួរក្រោយនឹងត្រូវតែបន្តគ្រប់គ្រងកងទ័ពជួរមុខក្នុងកម្លាំងសាមគ្គីជាតិតែមួយជាធ្លុងមួយដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេលបច្ចុប្បន្ននេះហើយយើងសង្ឃឹមជឿជាក់ថាការចរចាការអនុវត្តការងារដោយសន្តិវិធីរវាងភាគីទាំងពីរកម្ពុជានិងថៃយើងនឹងអាចឈានទៅបិទបញ្ចប់ស្ថានភាពបាទតានតឹងប្រជុំមុខដាក់គ្នានៅតាមតំបន់ព្រំដែនហើយវិលទៅរកស្ថានភាពធម្មតាឡើងវិញនៅពេលឆាប់ៗខាងមុខនេះផងដែរបាទសូមអរគុណលោកលោកស្រីប្រិមត្តទូរទស្សនិកជនពីខ្ញុំបាទហ៊ុនឌីណូ PNN រាយការណ៍ពីទិសប្រាសាទព្រះវិហារ